ថ្ងៃនេះអូនខឹងគេនៅក្រុមហ៊ុនណាស់មានគេនិយាយដាំអូនបងឯងមិនអាចនិយាយលួងលោមសំបីពីម៉ាត់ទេអីឲ្យនិយាយស្អីមែនហើយតើខ្ញុំមានសិទ្ធិអីឲ្យគាត់និយាយពួកយើងទើបតែរៀបការបាន1 ខែសោះរាប់ជាទំនាក់ទំនងស្អីទៅគ្រាន់តែរស់នៅកំដរឆាកជីវិតជាមួយគ្នាចាត់ទុកថាអូនមិនបាននិយាយចោះគ្មានអារម្មណ៍ទេបងមាននៅក្រុមហ៊ុនមានអ្នកណាធ្វើបាបអូននិយាយឬមិននិយាយបងដឹងហើយអ្នកគ្រប់គ្រងជាងមកហើយម្សិលមិញសម្រាប់មិនបានល្អទេអីមុខស្លេកស្លាំងម្លេះខ្ញុំនិយាយការពិតចុះខ្ញុំលែងលេះជាមួយនាងគឺដោយសារនាងចរិតអាក្រក់ពេកខ្ញុំទ្រាំមិនបានការលើកទី2នាងរករៀបការជាមួយអ្នកមានម្នាក់នោះគង់តែទ្រាំលែងបានដូចតែគ្នាទេខ្ញុំក៏ហកពួកឯងធ្វើអីនាងនឹងវាឈួតមនុស្សធម្មតាអ្នកណាទ្រាំជាមួយនាងបានអ្នកគ្រប់គ្រងជាងរឿងដែលប្តីមុននាងនិយាយនឹងគឺជាការពិតមែនមិនដែរគេនិយាយអីក៏លោកជឿនឹងដែរអីជាមនុស្សធំហើយគ្មានសមត្ថភាពវិនិច្ឆ័យរឿងខ្លួនឯងទេអីខ្ញុំនឹងវាងហាវនៅជាមួយគ្នា3ឆ្នាំសូម្បីតែភាពសប្បាយរីករាយក៏មិនដែលស្គាល់ផងខ្ញុំទ្រាំ3ឆ្នាំមិនដែលក្បត់មិនដែលរអ៊ូចេញពីផ្ទះខ្លួនទេតែគេវិញបែរជាទៅប្រឌិតរឿងខ្ញុំខាងក្រៅពេលលេងលេះនឹងខ្ញុំពិតជាសង្ស័យខ្លួនឯងខ្លាំងណាស់ថាតើខ្ញុំជាអ្នកវិលុកពេកមែនទេខ្ញុំមិនស័ក្តិសមនឹងមានទំនាក់ទំនងស្នេហាធម្មតាដូចគេទេអារម្មណ៍ដែលបន្ទោសខ្លួនឯងបែបនេះវាឈឺចាប់ជាងពាក្យបង្កាច់បង្ខូចរបស់អ្នកណាទាំងអស់ខ្ញុំត្រូវគេនិយាយដើមនៅក្រុមហ៊ុនហើយបងមើលចុះបងដឹងហើយតើខ្ញុំកំពុងតែរំពឹងចង់បានអីឲ្យគេលួងខ្ញុំជេរវាងហាវឬសូម្បីតែប្រាប់ខ្ញុំថាកុំទុកក្នុងចិត្តគេគ្រាន់តែជាប្តីទី2របស់ខ្ញុំប៉ុណ្ណោះពួកយើងទើបតែរៀបការបាន1 ខែគ្រាន់តែរស់នៅកំដរគ្នាតើគេមានសិទ្ធិអីមកចេញមុខការពារខ្ញុំទៅជាងលីឲ្យកុំសង្ឃឹមលើអ្នកណាឲ្យសោះនាងត្រូវតែពឹងលើខ្លួនឯងជានិច្ចខ្ញុំជាងលីមិនយំដោយសារមនុស្សធន់នេះទេមិនទាន់គេងទេនៅទេរឿងរបស់វាងហាវបងនឹងចាត់ការបងចាត់ការយ៉ាងម៉េចទៅវាយគេមួយស្បាត់អីកំពុងគិតអីហ្នឹងអត់មានគិតអីទេគិតពីរឿងវាគ្មានទេបើគ្មានគឺល្អបំផុតហើយពេលនេះអូនជារបស់បងហើយមនុស្សម្នាក់នេះពិតជាខ្វល់ពីខ្ញុំមែនឬគ្រាន់តែចង់គ្រប់គ្រងប៉ុន្តែខ្ញុំត្រូវតែទទួលស្គាល់ថាខ្ញុំឈប់នឹកដល់វាងហាវទៀតហើយខ្ញុំលែងខ្វល់ពីរឿងវាងហាវទៀតហើយតែក្នុងខួរក្បាលឥឡូវពេញទៅដោយគាត់សូមប្រកាសដំណឹងល្អមួយចាប់ពីថ្ងៃនេះទៅក្រុមហ៊ុន Fu Group បានចូលភាគហ៊ុនជាផ្លូវការហើយក្លាយជាម្ចាស់ភាគហ៊ុនធំទី2របស់យើងស្របពេលនេះដែរលោក Fu Sưn អនុប្រធានក្រុមហ៊ុន Fu Group នឹងមកកាន់តំណែងជាអនុប្រធានក្រុមហ៊ុនយើងគ្រប់គ្រងផ្នែកទីផ្សារនិងប្រតិបត្តិការហាសោះ Fu Sưn ប្តីរបស់ខ្ញុំសួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺ Fu Sưn ប្រធានផ្នែកទីផ្សារជាងលីនាងគឺជាជាងលីគឺជាភរិយារបស់ខ្ញុំអ្នកណាហ៊ានធ្វើឲ្យនាងពិបាកចិត្តខ្ញុំនឹងសង្វេញ100ដងទៅការិយាល័យរបស់ខ្ញុំវិនាទីនេះខ្ញុំទើបតែដឹងជាលើកដំបូងថាមានអ្នកចាំកាំងពីក្រោយវាមានអារម្មណ៍បែបនេះសោះអារម្មណ៍មួយនេះមិនអន់ទេតើប្រធានជាងអូអ្នកនាងជាងបើពីមុនខ្ញុំមានខុសឆ្គងអីសូមកុំប្រកាន់ខឹងអីណាបងចៅមុននេះបងឯងធ្លាប់និយាយថារៀបការលើកទី2ត្រូវចេះថែរក្សាប្តីប្រពន្ធប្រយ័ត្នលែងលះគ្នាទៀតសម្ដីនេះខ្ញុំចាំបានថ្ងៃក្រោយមិនបាច់ឲ្យបងឯងបារម្ភទេប្តីខ្ញុំគាត់ចេះជួយថែរក្សាហើយចាអង្គុយចុះមក
មិនក៏បងមិនប្រាប់អូនមុនអញ្ចឹងបងប្រាប់ហើយតើថាបងនឹងចាត់ការបងកំពុងតែជួយអូនហើយតែនឹងជួយអូនបងគ្រាន់តែប្រកាសកម្មសិទ្ធិរបស់បងតើមនុស្សរបស់បងមានតែបងម្នាក់គត់ដែលអាចធ្វើបាបបាន